សួស្តីអ្នកទាំងអស់គ្នាត្រឡប់មកវិញជាមួយនឹង Win Sharing ហើយថ្ងៃនេះយើងនឹងទៅសិក្សាអំពី C Programming បន្តទៀតអញ្ចឹងថ្ងៃនេះយើងនឹងសិក្សាអំពី operator ដែល operator គឺគេប្រើប្រាស់ទៅនឹងការគណនាការ compare និង manipulate data ជាដើមទី1គឺ arithmetic operator គឺមានដូចជាបូកដកគុណចែកយកសំណល់បូក1ដក1ដើម្បីយល់ពី operator នឹងកាន់តែច្បាស់គឺយើងអាចមកមើលឧទាហរណ៍យើងនិយាយរួម operator នឹងគឺវាដូចទៅនឹងគណិតវិទ្យានៅខាងក្រៅដែរឥឡូវយើងឧទាហរណ៍ថាយើងតាំងអញ្ញត្តិ x ស្មើ10អញ្ញត្តិ y ស្មើ3យើងចង់បង្ហាញទិន្នន័យទាំងនោះដោយទី1គឺ x បូក y នោះវានឹងស្មើ13 x ដក yនោះវានឹងស្មើ7 x គុណ y វានឹងស្មើ30 x ចែក y វានឹងស្មើ3 x ចែកយកសំណល់ទៅនឹង y នឹងស្មើ1ហើយមួយទៀតគឺតាំងអញ្ញត្តិឲ្យ z ស្មើ5តោះមកយើងឲ្យវាបូក z មានន័យថាតម្លៃ z នឹងបូកថែម1នោះវានឹងយើងបង្ហាញតម្លៃ6នោះពេលយើងបង្ហាញតម្លៃ z វានឹងបង្ហាញលេខ6មួយទៀតយើងយក z ទៅដក z គឺមានន័យថា z នឹងដកតម្លៃខ្លួនឯងចេញ1ជាងពេលបង្ហាញយើងនឹងឃើញ5ឥឡូវដើម្បីយើងឃើញកាន់តែច្បាស់យើងអាច save and run ទាំងអស់គ្នាឥឡូវយើងឃើញ13 7 30 31 6និង5ឥឡូវតម្លៃយើងពិតជាត្រឹមត្រូវហើយខ្ញុំប្រកាសថាអ្នកទាំងអស់គ្នាមេរៀននេះគឺអ្នកទាំងអស់គ្នាងាយស្រួលយល់មែនទែនឥឡូវយើងបន្តទៅចំណុចមួយទៀតឥឡូវយើងដល់ផ្នែកមួយទៀតគឺ assignment operator assignment operator មានដូចជាស្មើបូកស្មើដកស្មើគុណស្មើចែកស្មើនិងចែកយកសម្រស់ស្មើអានោះមានន័យថាម៉េចមានន័យថាយើងអាចទៅសេវាទៅជារូបរាងមួយទៀតគឺចំពោះបូកស្មើយើងអាចទៅសេបានថាតម្លៃ x ថ្មីស្មើតម្លៃ x ចាស់បូកនឹងអ្វីមួយដែលនៅបន្ទាប់ពីសញ្ញាស្មើនេះអ្វីដែលនៅបន្ទាប់ពីសញ្ញាស្មើនេះអញ្ចឹងវាមានតម្លៃ same as x បូកស្មើឧទាហរណ៍ខ្ញុំដាក់1កន្លែងនេះគឺវាមានន័យដូចគ្នាដូចទៅយ៉ាងx តម្លៃថ្មីស្មើ x តម្លៃចាស់បូកនឹង1ឧទាហរណ៍បើសិន x តម្លៃចាស់ស្មើនឹង1អញ្ចឹង x តម្លៃថ្មីស្មើ x តម្លៃចាស់បូក1មានន័យថា x តម្លៃថ្មីខ្លួនវានឹងទទួលបានតម្លៃទៅជា2ម្ដងអញ្ចឹងឧទាហរណ៍ integer saving ស្មើ100អញ្ចឹង saving បូកស្មើ50មានន័យថា add 50នឹងចូល saving អញ្ចឹងនៅពេលដែលយើងបង្ហាញទិន្នន័យនេះយើងនឹងស្មើបានយើងអាច save នឹង run នឹងមើលលទ្ធផលទាំងអស់គ្នាអញ្ចឹងយើងឃើញហើយតម្លៃដើមវា100តម្លៃថ្មីបូកស្មើ50មានន័យថាវាបូកតម្លៃចាស់វានឹង50ហើយទាញយកមកដាក់ចូលក្នុងខ្លួនវាបង្កើតបានជាតម្លៃថ្មីអញ្ចឹងយើងឃើញហើយគឺ150អញ្ចឹងរាល់ដកស្មើគុណស្មើចែកស្មើចែកយកសំណល់ស្មើគឺវាមានន័យដូចទៅនឹងបូកស្មើដែរអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នាយល់ព្រោះគាត់អានេះគ្រាន់តែជា basic math ទេមានថាវាងាយចំពោះអ្នកទាំងអស់ឥឡូវយើងទៅមួយផ្នែកទៀតឥឡូវយើងដល់ comparison operator គឺមានន័យថាគឺជា operator មួយដែលវាប្រៀបធៀបគ្នាប្រៀបធៀបតម្លៃគ្នាដូចជាស្មើធំជាងទូចជាងធំជាងឬស្មើនិងទូចជាងឬស្មើរាល់ comparison operator នេះគឺគេប្រើប្រាស់ក្នុងការប្រៀបធៀបតម្លៃគ្នាទៅវិញទៅមករវាងឥឡូវឧទាហរណ៍ integer age ស្មើដល់8មានអាយុស្មើដល់8បើសិនខ្ញុំដាក់ថា age ធំជាងឬស្មើដល់8ធំជាងឬស្មើដល់8គឺមានន័យថាវាមានបើសិនវាពិតជាត្រឹមត្រូវគឺវានឹង output មួយដែលមានន័យថា true មួយទៀតបើសិនអាយុយើងអាញាត់អាយុហ្នឹងតម្លៃទូចជាង18បើត្រូវវានឹង output លេខ1មានន័យថា true បើសិនវាខុសវានឹង output លេខ0មានន័យថា false អញ្ចឹងដើម្បីកាន់តែច្បាស់យើងអាច save នឹង run យើងឃើញហើយចំពោះ line ទី1វា true ថៃបាន true មានន័យថាព្រោះអញ្ញត្តិនឹងវាពិតមែន age វាស្មើ18 age ស្មើ18យើងដឹងថាវាស្មើ18ឥឡូវយើងប្រៀបធៀបវា18ធំជាងឬស្មើ18អញ្ចឹងអាធំជាងវាប្រៀបធៀបមួយធំជាងវាខុសហើយវាយកវានៅមានមួយលក្ខខណ្ឌទេគឺស្មើធំជាងឬស្មើ18ស្មើ18ពិតវានឹង output មួយបន្តមកមួយទៀត18ទូចជាង18អាហ្នឹងវាខុសហើយអញ្ចឹងវា output ថាលេខ0ឥឡូវយើងមកដល់លំហាត់
គំរូមួយទៀតគឺយើងតាំងឲ្យ password length មានន័យថាចំនួនតួរបស់ password ស្មើ5តួនេះគ្រាន់តែជាឧទាហរណ៍តមកយើងចង់បង្ហាញថាបង្ហាញថា password length ធំជាងឬស្មើ8អញ្ចឹងបាទហ្នឹងវាធំជាងបើពិតវានឹង output លេខ1បើខុសវានឹងទៅ check លក្ខខណ្ឌស្មើមួយទៀតបើវាស្មើមែនវានឹង output លេខ1តែមិនស្មើវា output លេខ0តមកជួរទី2បើវាទូជាង18មែនគឺវានឹង output true បើសិនវាធំជាងឬស្មើគឺ output លេខ0មានន័យថា false ឥឡូវយើងអាច save រ៉ាន់ឥឡូវយើងឃើញ line ទី1វា output 0ហេតុអ្វី output 0ដោយសារតែវាខុសនឹងអ្វីដែលយើងបានប្រៀបធៀប5 pass length នោះវាស្មើ5ធំជាងឬស្មើ8ធំជាង8វាអត់ពិតជាមិនត្រូវទេស្មើ8ក៏អត់ត្រូវអញ្ចឹងវា output 0មួយទៀតគឺ5ទូជាង8អាហ្នឹងវាប្រកាសជាទូជាងលេខ8អញ្ចឹង true វា output លេខ1អញ្ចឹង comparison operator យើងមានតែប៉ុណ្្នឹងមួយទៀតគឺ logical operator វាមាន3គឺឆ្នប់នឹងឆ្នប់ឬនឹងឆ្នប់មិនអ្នកដែលចូលចិត្តសិក្សានៅគណិតវិទ្យាប្រហែលជាស្គាល់ហើយគឺកតវិទ្យាឆ្នប់នឹងគឺវានឹងបង្ហាញពាក្យថាពិតនៅពេលដែលលក្ខខណ្ឌ2វាត្រូវមានន័យថាតើតែលក្ខខណ្ឌ2ត្រូវទាំង2មានន័យថា1គឺត្រូវទាំង2ទើបវាបង្ហាញពាក្យថា true បើសិនមាន1ខុស1ឬពិតមួយទៀតគឺមិនពិតគឺវានឹងបង្ហាញថាមិនពិតតែម្ដងរីឯចំពោះឆ្នប់ឬបើសិនវាពិតទាំងពីរគឺវាក៏បង្ហាញពាក្យថាពិតបើវាពិតមួយមិនពិតមួយក៏វានៅបង្ហាញពាក្យថាពិតប៉ុន្តែបើសិនវាមិនពិតទាំងពីរគឺបានវាបង្ហាញថាពាក្យមិនពិតមានន័យថា true គឺលេខ1ហ្នឹងហើយមានន័យថាពិត false មិនពិតនៅពេលដែលលក្ខខណ្ឌ2យើងដាក់ចឹងឆ្នប់នឹងគឺជាឆ្នប់មួយដែលវាបង្ហាញលេខ1មានន័យថាពិតនៅពេលដែលវាប្រៀបធៀបលក្ខខណ្ឌ2បើសិនលក្ខខណ្ឌ2ហ្នឹងពិតទាំងពីរទើបវាអាចបង្ហាញលេខ1ពាក្យថាពិតបើសិន1ពិត1មិនពិតគឺវាបង្ហាញលេខ0មានន័យថាមិនពិតរីឯឆ្នប់ឬគឺនៅពេលដែលលក្ខខណ្ឌទាំងពីរវាពិតក៏វាបង្ហាញពាក្យទាំង1នៅពេលលក្ខខណ្ឌទាំងពីរពិតមួយអត់ពិតមួយក៏វានៅតែបង្ហាញពាក្យថា1មានន័យថា true លុះត្រាតែអត់ពិតទាំងពីរឬទាំងអស់មាននោះវានឹងបង្ហាញពាក្យថាពិតលេខ0ឬក៏ false រីឯឆ្នប់មិនគឺគេប្រើប្រាស់នៅពេលនិយាយទៅគ្រាន់តែប៉ះខ្លះដើម្បីឲ្យដាក់ឲ្យតម្លៃនោះខ្លះជាបដិសេធឧទាហរណ៍1បើយើងដាក់លេខបើយើងដាក់សញ្ញាមិនពីមុខលេខ1នោះគឺមានន័យថាវាមិនមែនជា1ឥឡូវយើងមកមើល example របស់យើងគឺមុននឹងមើល example របស់យើងខ្ញុំនឹងណែនាំអ្នកនេះអំពី bool គឺមានន័យថា boolean គឺមានថាអញ្ញត្តិដូចទៅនឹងការយើងសិក្សាទៅនឹងជាមួយនឹង integer float ហើយនឹង double ក៏ដូចជាឆាជាដើមនេះគឺជាផ្នែកមួយនៃ variable យើងតែដែលវាភាគច្រើនគេប្រើប្រាស់ទៅនឹងការដាក់លក្ខខណ្ឌអ្វីមួយពិតឬមិនពិតតម្លៃរបស់វាមានតែ true ហើយនិង false តែប៉ុណ្ណោះអញ្ចឹងឥឡូវយើងតាំង boolean is login អញ្ញត្តិយើងឈ្មោះ is login ស្មើ true មានន័យថាយើងបាន login យើងគ្រាន់តែកាត់ន័យយល់ណាយើងបាន login មួយទៀត is admin ស្មើ false មានន័យថាតើអ្នកជា admin មែនទេយើងដាក់ false មានន័យថាយើងមិនមែន admin ទេអញ្ចឹងមានន័យថាយើងមិនមែន admin យើងអាចកាត់ន័យយល់បាន is admin ស្មើ false មានន័យថាមិនពិតអញ្ចឹងយើងមិនមែន admin មួយទៀត is login មានន័យថាយើងបាន log ចូលអ្វីមួយយើងដាក់ true មានន័យថាវាពិតអញ្ចឹងកន្លែងនេះយើងអាច print regular user អញ្ចឹងគេចង់បង្ហាញទៅទៅនឹង regular user has access និង not login បើសិន regular user មែនតើគឺប្រកាសជាគាត់ login ហើយនឹងគាត់មិនមែនជា admin ទេអញ្ចឹងគេដាក់លក្ខខណ្ឌ is login អញ្ចឹងមានន័យប្រឡោះហ្នឹង true នេះតម្លៃវា true លេខ1នឹងឆ្នប់ហ្នឹងដាក់មិនអីមិន is admin មានន័យថាមិនមែនជា admin ដល់មិនពីរដងវាដូចយើងដកគុណដកវាបូកអញ្ចឹងវាមានន័យថាអានេះទៅជាតម្លៃមិន false ទៅជា true វិញអញ្ចឹងអានេះពិតអញ្ចឹងវានឹងបង្ហាញតម្លៃថា true ជាមិនខានរីឯមួយទៀតគឺបង្ហាញថា has access មានន័យថាបានភ្ជាប់ចូលអីចឹងណាអញ្ចឹងកន្លែងនេះថាអានេះវាតម្លៃវាមិន true លេខ1អញ្ចឹងមានន័យពិតឬ is admin ឬមិនពិតមានន័យពិតខាងនេះគឺតម្លៃពិតកន្លែងនេះតម្លៃមិនពិតអញ្ចឹងបាននិយាយអីគឺចំពោះឆ្នប់នឹងពិតនិងមិនពិតវាប្រកាសជានៅតែ true តតែមិនពិតទាំងពីរបានវាបង្ហាញថា false រីឯមួយទៀត not login ចំពោះត្រង់នេះបើសិនមានន័យថាគេដាក់លក្ខខណ្ឌហើយអានេះយើងនឹងទៅសិក្សានៅមេរៀនខាងមុខតែយើងកុំអាលយល់មានន័យថាយើងកុំអាលវល់អីព្រោះវាអាចនឹងធ្វើអ្នកទាំងអស់គ្នាវល់ព្រោះអានេះគ្រាន់តែជា ternary condition មានន័យថាគេសរសេរក្បាច់កាត់ចេញពី if else ជា
ជាដើមត្រង់នេះគេដាក់លក្ខខណ្ឌថាមិន is logged in យើងគឺ true បើមិន is logged in មានន័យថា false នោះលក្ខខណ្ឌយើងនឹងចូល false នេះបើយើងអត់ដាក់ធ្នាប់មិននៅត្រង់មុខនេះទេវានឹងចូលលក្ខខណ្ឌ true ឥឡូវយើងទៅមើល result ទាំងអស់គ្នានេះយើងអាចឃើញបានចម្លើយវាគឺ true និង false អានេះគឺស្មើលេខ1មានន័យថាពិតអានេះមិនពិតមិនពិតវាខ្លាចជាពិតអញ្ចឹង1និង1បានតម្លៃ true មួយទៀតគឺ1និង0មានថាពិតនិងឬមិនពិតវាបានតម្លៃថា true ដែរមួយទៀតគឺមិនអីគេមិន true មានន័យថា false អញ្ចឹងវាចូលលក្ខខណ្ឌ false នេះអញ្ចឹង logical operator របស់យើងមានតែប៉ុណ្្នឹងថ្ងៃនេះមេរៀនយើងមានតែប៉ុណ្្នឹងអរគុណអ្នកនរគ្នាបានទស្សនាវីដេអូនេះបើសិនមានចម្ងល់អីអាច comment នៅខាងក្រោមបាន